ថ្ងៃនេះយើងមកធ្វើកំពឹសលីងញ៉ាំលេងក៏បានញ៉ាំជាមួយបាយក៏បានចំណែកគ្រឿងផ្សំហ្នឹងគឺងាយមែនតែនជាមួយនឹងកំពឹសស្លឹកខ្ទឹមជាមួយនឹងម្ទេសកំពឹសយើងយកអាទូចៗអញ្ចេះទើបស្រួលញ៉ាំទៅវាអត់មានសបអីទេហើយស្រួលតែម្ដងចំណែកគ្រឿងក្រៅនេះគឺយើងមកលាយធ្វើទឹកសោសដើម្បីយករំលាយជាមួយកំពឹសពីព្រោះពេលយើងលាយគ្រឿងក្រៅផ្សំអញ្ចឹងដល់ពេលយើងដាក់ទៅគឺឆាប់លាយជាមួយកំពឹសចូលជាតិកាលណាយើងនៅតែចាំយូរពេកខ្លាចកំពឹសនឹងវាឆ្អិនអស់ ចឹងគ្រឿងគ្របផ្សំយើងមានដូចជាទឹកត្រីមានស្ករសមានប៊ីចេងជាមួយនឹងទឹកប្រេងខ្យង2ស្លាបព្រាទៀតមកហើយយើងកូរឲ្យរលាយឲ្យសព្វដើម្បីឲ្យគ្រឿងក្រៅហ្នឹងវារលាយពេលយើងដាក់ចូលទៅក្នុងកំពឹសហ្នឹងពេលរំលីងហ្នឹងគឺបានចូលគ្នាបានល្អហើយបន្ទាប់មកយើងមកហាន់ជាមួយនឹងស្លឹកខ្ទឹមនេះយើងអាចហាន់ប្រវែងមកថ្នាំងដៃទៅដើម្បីពេលយើងដាក់លីងជាមួយកំពឹសវាបានល្អហើយវាឈ្ងុយ ចំណែកម្ទេសដាក់តាមការចូលចិត្តបើបងប្អូនចង់ដាក់តិចឬក៏ច្រើនទៅតាមចំណង់ចំណូលចិត្តសូមបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook Page របស់នាងខ្ញុំផងឈ្មោះអ៊ុំចំណេតបើពេញចិត្តវីដេអូណាទៀតអាច comment នៅខាងក្រោមបានដើម្បីឲ្យនាងខ្ញុំធ្វើជូនឥឡូវនេះយើងចាប់ផ្ដើមមកធ្វើការលីងកំពឹសដាក់ជាមួយនឹងប្រេងឆាជាមួយនឹងខ្ទឹមសរំលីងឡើងពងអង្ក្រងចេះមកបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់កំពឹសនឹងចូលកំពឹសនេះគឺយើងដាក់ចូលឆាតែមួយត្រឡប់ពីរត្រឡប់ទៅយើងចាប់ផ្ដើមបន្ថែមនៅទឹកស៊ុសដែលយើងបានលាយចូលហ្នឹងចូលទៅក្នុងកំពឹសហ្នឹងហើយយើងកូរវាឲ្យចូលជាតិអីទៅគឺជាការស្រេចតែម្ដងហើយកំពឹសនេះបងប្អូនយកអាទូចៗអញ្ចឹងយើងមិនបាច់កាត់ភុយវាចេញទេព្រោះវាទន់ហើយជាមួយនឹងសម្បកអីគឺទន់តែម្ដងពេលយើងញ៉ាំគឺឆ្ងាញ់មែនតែន ហើយបន្ទាប់ពីនោះមកគឺយើងចាប់ផ្ដើមបន្ថែមជាមួយនឹងម្ទេសយើងដាក់ម្ទេសចឹងទៅវាអាចជួយកាត់ឆ្អាបហើយវាហឹរតិចតិចបន្ថែមជាមួយនឹងស្លឹកខ្ទឹមបន្ទាប់មកយើងបិទភ្លើងជាការស្រេចនេះឥឡូវកំពឹសលៀងយើងឆ្អិនរួចរាល់យើងដួសដាក់ចានចេះមកថាអូយឈ្ងុយមែនតែនហើយរំលីងនេះយើងតាមការចូលចិត្តបើបងប្អូនចូលចិត្តរំលីងតតែដាច់ទឹកតែម្ដងអាហ្នឹងក៏បានដែរតែបើយើងចង់បានសាច់ញ៉ាំអញ្ចឹងយើងរំលីងកូរឲ្យទៅចូលគ្រឿងសព្វទៅគឺយើងញ៉ាំទៅវាមានជាតិផ្អែមនៅក្នុងសាច់កំពឹសហ្នឹងអញ្ចឹងទៅញ៉ាំទៅឆ្ងាញ់មែនតែនហើយនេះពេលយើងដាក់មកអួយថាឡើងទំនងមែនតែនញ៉ាំជាមួយបាយក៏ត្រូវញ៉ាំលេងក៏ត្រូវដាក់កំពឹសលីងចេះមកអស់បាយមួយចានពីរចានថែមជាមួយម្ទេសហឹរៗចាំងតិចមកស្លឹកខ្ទឹមតិចមកអូយឈ្ងុយមែនតែន កំពឹសលីងនេះយើងយកអាទុយទុយទៅឆ្ងាញ់បើបងប្អូនប្រើកំពឹសលីងធំអញ្ចឹងបងប្អូនអាចកាត់ព្រុយនិងបកកន្លែងក្បាលវាដើម្បីឲ្យចេញខួរចេញអីចេញទៅហើយបើសិនជាយើងយកអាទុយទុយចេះគឺយើងមិនចាំបាច់ចំណាយពេលច្រើនទេយើងគ្រាន់តែលាងទឹកឲ្យស្អាតដាក់ឲ្យស្រស់ទឹកគឺយើងចាប់ផ្ដើមធ្វើបានតែម្ដងកំពឹសលីងរបស់យើងក៏រួចរាល់ហើយញ៉ាំទៅបានទាំងសម្បកបានទាំងអីទៀតអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាពីដើមដល់ចប់